កាលពីម្សិលមិញគឺជាថ្ងៃមាឃបូជាហើយក៏ត្រូវចំជាមួយនឹងថ្ងៃសីលធំផងដែរខ្ញុំ3នាក់មកហើយនឹងយាយតាហ្នឹងក៏បានយកចង្ហាន់ខ្លះទៅវត្តផងដែរខ្ញុំយកទៅវត្តហ្នឹងអត់មានអីច្រើនទេធ្វើតិចតួចតាមលទ្ធភាពស្លមួយមុខហើយនឹងបាយមានបង្អែមមានទឹកផ្លែឈើខ្លះៗអញ្ចឹងទៅផងដែរផ្កាតិចតួច 4-5 តងអីអញ្ចឹងទៅដោយសារផ្កាថ្ងៃហ្នឹងគឺថ្លៃចំមកដល់យាយតាគាត់ស្លឡើងចិត្តនិយាយទៅឆ្អិនហើយនៅតែភ្លក់ថែមថយគ្រឿងអីអញ្ចឹងតែបានទៅវត្តហ្នឹងមកមើលសកម្មភាព2-3នាក់ម៉ែកូនខ្ញុំសិនថាបានធ្វើអីខ្លះមកបានទៅសាវត្តមនីដើម្បីរកទិញផ្អែមហើយខ្ញុំក៏ឆ្លៀតទិញនំបញ្ចុកខ្ញុំញ៉ាំដែរទៅសាវត្តមនីថ្ងៃនេះចំថ្ងៃសិលគឺអត់ឃើញមានយាយលក់ផ្អែមទេក៏គាត់ទៅវត្តដែរដោយសារថ្ងៃហ្នឹងជាថ្ងៃសិលអញ្ចឹងហើយទិញនំបញ្ចុកទិញអីហើយហ្នឹងខ្ញុំក៏បានជិះហួសផ្ទះទៅចូលសាផ្លាសាម្ដងហ្មងទៅដោយសារនៅក្នុងគឺគេសម្បូរបែបណាគឺអត់សូវស្វោទេបើចាស់ភាគច្រើនគាត់អ្នកលក់ផ្អែមអីចឹងតែថ្ងៃនេះសំណាងបាននៅសល់ E1 គាត់មានលក់សារាយលក់នំខ្ញុំមកក៏អីចឹង5ទៅហើយនាងម៉ានេះគេក៏អត់ភ្លេចដែររបស់អាគេត្រូវការហ្នឹងទៅពីជូនមកទិញនំរបស់គេហើយហ្នឹងក៏ខ្ញុំបានមកឆ្លៀនរកមើលផ្កានេះគឺ1តោង1000ដាច់តែម្ដងបើចំណាយផ្កាឈូកវិញ10ឡើង10000ហើយគ្រាប់ផ្កាទៀតអ្នកលក់ឡើងខ្ញុំនេះសួរគេនៅវត្តមនី17,000អត់យកចាំ10000នៅផ្លាសាដោយសារគេបោះដុំខេងបានថោកចឹងពីទិញផ្កាអីហើយខ្ញុំបានមករកទិញក្តឹបស្វាយយកទុកជ្រក់ពេលថ្ងៃឯសារចង់ធ្វើយូរហើយនៅរ៉ែរមើលលិចមើលកើតអីយូរទេដោយសារថាខ្លាចអត់តន់ចង្ហាន់លោកហើយណាមួយចង់ទៅវត្តឲ្យបានពីផឹកផងថ្ងៃនោះមេឃក៏ក្តៅដែរផ្ទះភ្លាមនឹងនាំគ្នាញ៉ាំនំបញ្ចុកម្នាក់មួយចានញ៉ាំហើយខ្ញុំក៏បានបត់ផ្កាបត់អីចឹងទៅផ្កានេះទូចឹងសាច់វាស្រួលអីហើយនឹងតែក៏បានរៀបចំខ្លួនមុជទឹកស្លៀកពាក់ឲ្យម៉ាមុននិយាយទៅណាម្នៃទៅរៀបចំឲ្យកូនហើយបានរៀបខ្លួនឯងទាំងបានចាញ់ពីផ្ទះទៅវត្តហ្នឹងម៉ោងឡើង9ជាងអីហើយនិយាយទៅថ្ងៃឡើងរះកពស់ណាណៃខ្ញុំបានមកវត្តខាងជំនឿកោះ5ម្ដងអត់នៅវត្តចិត្តទេណាតែក៏មិនឆ្ងាយពីផ្ទះម៉ានដែរនៅជាប់ភូមិនឹងឯងឆានគេនេះមានអារម្មណ៍ថាឡើងត្រជាក់ដូចគេបើកម៉ាស៊ីនត្រជាក់អញ្ចឹងដល់ពេលអញ្ចឹងមានអារម្មណ៍ចង់នៅដេកនឹងស្លាឆានគេនេះធ្វើអត់តាន់រួចរាល់ 100%ទេនិយាយទៅឃើញអីជើងកសជើងអីគឺថានៅកបោស៊ីម៉ងសុតសាតហ្មងអត់តាន់បានលាបពណ៌ដល់កន្លែងគេពួកខ្ញុំបានរៀបចំចង្ហាន់ទុកម្លាយហើយលោកបានឲ្យយើងមកអុជធូបអុជអីសិនអញ្ចឹងណាចៃបើផ្កាឈូកវិញមកដល់នេះឡើងចង់ស្លោកគេចង់អុជធូបខ្លួនឯងជាដូនអុជឲ្យគេមិនព្រមទេលោកអើយមែនទេអុជឡើងចងាងបាយសាច់ទៅហ្នឹងគឺឃើញគេធ្វើអីហ្នឹងមិនឲ្យរំលងទេចង់ធ្វើដូចគេដែរអារបស់ដែលមិនគួរធ្វើហ្នឹងនិយាយពីថាគាត់អត់ស្ដាប់ទេហើយហ្នឹងពួកខ្ញុំក៏បាននាំគ្នាមកទៅហើយខ្ញុំក៏ដាក់កាមេរ៉ាថតធ្វើជាវីដេអូលេងខ្លះទៅនិយាយពីម៉ាអង្គុយទៅនងខ្លាំងមែនតែនហើយគេនិយាយអីខ្លះទេពីអ្នកចរូនចៅគេហ្នឹងគេចឹងហានលោកនឹងគឺខ្ញុំមិនបានថតទេខ្មាស់លោកដែរហើយបើម៉ាខ្ញុំវិញរហូតទៅថាចប់សពគ្រប់អីមិនទាន់ទេគឺទាញខ្ញុំឲ្យនេះឃើញគេលេងផ្លេកក្រៅវត្តគេនេះហើយនឹងសាលារៀនហ្នឹងគឺនៅក្នុងបរិវេណតែមួយដល់ពេលអញ្ចឹងម៉ាខ្ញុំញ័រកតុយហ្មងនេះជើង2ជើង3ដោះស្បែកជើងហ្មងឲ្យតែឃើញកន្លែងគេហ្នឹងសំខាន់ណាស់មេឃថ្ងៃហ្នឹងគឺថាក្តៅល្អខ្លាំងមែនតែនគេលេងបានបន្តិចហ្នឹងកូនសិស្សគេដល់ម៉ោងចូលរៀនចោលមកអស់ឲ្យបបួលចេញមកបានថាចោលមកអីក៏ដឹកយាយតាដើរមើលធម្មជាតិតំណាំនេះសុកខាងកោះប្រាក់នឹងដាំខ្លះទៅបើមកវិញគេចង់ទៅគេងើអត់ចុះពីលើម៉ូតូទេគេថាថតចោះគេអត់ថតជាមួយយើងទេស្រាប់តែយើងកំពុងថតណោះគេឆ្លងខ្នោទៅឆេវថតតែឯងនៅខាងនោះគេថតលេងនៅចកាពោតបាន2-3ប៉ុស្ម្នាក់ហើយនឹងពួកខ្ញុំក៏បន្តតាណាទៅជិះមើលភូមិគេទៅមុខទៀតចឹងណាហើយបើមុខខ្ញុំវិញនិយាយពីថាជ្រួញដល់ហើយអាយុទៅ30ម៉ែទាទៅទេចំណែកឯកូនចៅនេះវិញទាទៅហើផ្លែក្រៅខ្ញុំមិនដឹងដឹកទៅណាទេពីផ្លូវផ្សេងគ្នាអញ្ចឹងខ្ញុំទៅតាមចិត្តខ្ញុំទៅលើកទី1ឯងដែលខ្ញុំបាននាំយីតាជិះទៅកោះប្រាក់ហើយទៅឆ្ងាយអញ្ចឹងណាជិះក៏ទៅដល់វត្តមួយទៀតហើយឃើញអ៊ំឯគាត់លក់ការ៉េមឯសំខាន់តាម៉ានឃើញការ៉េមនោះគឺអត់បានទេក៏ឲ្យគាត់ដាក់មួយកណាត់ម្នាក់ទៅតែផ្ដាសាយគ្រប់គ្នាមកខ្ញុំវិញឆ្លងតាមខ្ញុំនឹងឡើងចង់មកអាទិត្យ2អាទិត្យហើយបាយមិនសូវបានទេគ្នាមករយៈហ្នឹងឃើញមុខរៀងឡើងសពូនដែរនិយាយទៅអត់បានតែបាយទេណាការ៉េមផ្លែឈើអី
nhằm bàn thổ mà đa bài địch khi lệ bắt từ chẳng hạn bạn cái đấy mà nè mà cần nát nâng nóm khi coi nhắm nâng vọt nâng mong hay mở tê sập hiệp tới đi xa nơi chọn đi nâng cái miền pre miền tây lệ ấy chẳng hạn hay nè khang chlong phải chlong tây lệ nâng cứ cái miền là việc chi chỉ ca từ nam miền bột miền ấy chẳng tới sẽ từ nẹt đầm chẳng hạn nóm khi coi lên mà sẽ thâu tới mà nóm khi bắt to từ nào tới tiền đại ban mơ video này đó choคือខ្ញុំសូមចែកជូនបនឲ្យស្មើគ្នាផងសូមឲ្យរួចផុតពីសេចក្តីទុក្ខជួបតែសេចក្តីសុខចម្រុងចម្រើនទាំងអស់គ្នាញ៉ាំក្រែមអីហើយនឹងគឺថាពួកខ្ញុំរៀបចំត្រឡប់មកវិញហើយនិយាយទៅឈប់ចូលទិញតាមផ្លូវហោហែតែផ្លិចថតមកបានថតនៅពធា